Chào mừng xua nâng xua đâyខ្ញុំវណ្ណការ and today ខ្ញុំ create video នេះឡើងដើម្បីបង្ហាញខ្ញុំពីកន្លែងស្នាក់នៅនិងភោជនីយដ្ឋានដែលនៅជាប់មាត់សមុទ្រនៅក្នុងក្រុងព្រះសីហនុដំបូងខ្ញុំចេញពីភ្នំពេញទៅជិះកាត់តាមផ្លូវល្បឿនលឿនហើយដល់ពេលទៅដល់ក្រុងព្រះសីហនុឃើញមានសន្តាគារនៅតាមផ្លូវច្រើនមែនទែនហើយយើងស្រឡាញ់មួយណាយើងគេមួយនឹងទៅកន្លែងដែលពួកខ្ញុំទៅស្នាក់នៅសុខា Beach Resort ដែលមានឆ្នេរខ្សាច់ហើយនឹងទឹកសមុទ្រនៅជាប់ជាមួយនឹង resort ហ្នឹងអាចឲ្យយើងលេងបាននេះចូលមកដល់បរិវេណរបស់ resort យើងមានឃើញដាំដើមផ្កានិងដើមឈើច្រើនមែនទែនមួយវិញទៀតបុគ្គលិកនៅហ្នឹងក៏គាត់រស់រាយហើយស្វាគមន៍រាក់ទាក់របស់យើងកក់ក្ដៅមែនទែនហើយចូលមកដល់ក្នុងបន្ទប់មើលទៅក៏រចនាបថបែបខ្មែរប៉ុន្តែទំនើបនឹងពេលចូលមកដល់មានអារម្មណ៍ថាមានផាសុកភាពហ្មងទាំងបន្ទប់គេងនិងបន្ទប់ទឹកបន្ទប់ក៏មានសភាពធំទលេដែរបន្ទប់មួយហ្នឹងខ្ញុំគេងពីអ្នកម៉ាក់យាយហើយមាន K2 អញ្ចឹងទេសភាពនៅពីខាងក្រៅនៅពេលដែលយើងបើកទ្វារក្រោយហ្នឹងមកក៏មានឃើញវិឡាផ្សេងដែលនៅជាប់ហ្នឹងហើយនឹងទេសភាពមាត់សមុទ្រតោះមកក៏ចាប់ផ្ដើមរៀបចំខ្លួនដើម្បីទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយជាមួយគ្រូសាស្ត្រយើងនៅជាប់ឆ្នេរសមុទ្រដែរចឹងនៅពេលដែលមកដល់ភោជនីយដ្ឋាននៅជាប់មាត់សមុទ្រហ្នឹងគឺភោជនីយដ្ឋានឆ្នេរថ្មីហើយយើងអាចញ៉ាំខាងក្រៅនៅជាប់សមុទ្រហ្នឹងក៏បានញ៉ាំនៅក្នុងបន្ទប់ក៏បានតែកាលហ្នឹងពួកខ្ញុំញ៉ាំនៅក្នុងហើយមុននឹងអាហារមកដល់ក៏ឆ្លៀតចេញមកក្រៅដើម្បីថតរូបលេងទុកជាអនុស្សាវរីយ៍ sunset នៅឆ្នេរហ្នឹងស្អាតខ្លាំងមែនទែនពេលដែលម៉ោងម្ដុំ5 6អញ្ចឹងអ្នកនរគ្នាអ្នកណាដែលចូលចិត្ត sunset កុំភ្លេចទៅមើល sunset នៅហ្នឹងទៀតម្ហូបនៅហ្នឹងក៏ឆ្ងាញ់ណាស់ដែរនេះគឺជាទស្សនភាពនៅពេលដែលយើងចេញពីបន្ទប់ញ៉ាំអាហារហ្នឹងមកខាងក្រៅនេះក៏កន្លែងញ៉ាំអីដែរចឹងយើងចង់ញ៉ាំណាក៏បានដែរញ៉ាំក្នុងបន្ទប់ឬក៏ញ៉ាំហ្នឹងឬក៏ចង់ញ៉ាំនៅជាប់មាត់សមុទ្រហើយសភាពផ្លូវចូលបន្ទប់ទឹកនិងក្នុងបន្ទប់ទឹកក៏មានសភាព clean ដែរបន្ទាប់ពីញ៉ាំអីហើយក៏ត្រឡប់ទៅកាន់កន្លែងគេងវិញហើយអង្គុយញ៉ាំអីតិចតួចនៅ resort ហ្នឹងមានពិសេសអញ្ចឹងវីដេអូប៉ុណ្ណឹងក៏មកដល់ទីបញ្ចប់អរគុណសម្រាប់ការមើលជួបគ្នាវីដេអូក្រោយ